បងហេតុអីមន់បងសាំងល្អមកហេតុអីខ្ញុំសាំងទៅអត់សាំងថ្ងៃនេះខ្ញុំបកស្រាយចម្ងល់ជូនបងប្អូនទាំងអស់គ្នាយល់ទៅបងប្អូនមន់ខ្ញុំផ្ទាល់ក៏វាអត់សាំងដែរបងប្អូនហើយផ្អើលដូចតែគ្នាហ្នឹងតែអ្វីដែលសំខាន់យើងដឹងតាក់តិចនិចនៃការផ្សាំងរបស់វាបងប្អូនដូចបងប្អូនឃើញជាស្ដាយនេះអានេះអាយុ6ខែកន្លះអញ្ចឹងយើងត្រូវការផ្សាំងវាហើយអញ្ចឹងយើងដើមផ្សាំងវាតាំងពីហ្នឹងទៅអញ្ចឹងធំឡើងទោះបីវាផ្អើលយ៉ាងណាក៏ដោយបងប្អូនក៏វានៅតែស្គាល់ម្ចាស់ដែរព្រោះយើងទម្លាប់វាឲ្យស៊ីចំណីឲ្យស៊ីអីចឹងទៅវាស្គាល់ម្ចាស់ហើយនេះខ្ញុំផ្សាំងវាហ្នឹងគឺថ្ងៃទី2បងប្អូនណាអានេះខ្ញុំផ្សាំងថ្ងៃទី2គឺវាផ្សាំងបានគួរសមតែសួរតែផ្អើលអត់ផ្អើលខាងពេកខ្ញុំចាប់វាលាងទឹកសូម្បីឲ្យចំណីក៏វាមិនចង់ស៊ីដែរបងប្អូនគេអានេះយើងផ្សាំងដំបងសម្រាប់ការផ្សាំងមន់ដំបងគឺពិបាកជាងគេបំផុតគឺអាយុប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងយើងផ្សាំងពីទូចទៅហើយចាំធំឡើងយើងងាយស្រួលផ្សាំងបន្ថែមទៀតយើងកុំចាំនាំតែធំតែកាលណាយើងចាំតែធំមន់យើងឡើងវាអាចបាក់អញ្ចឹងអានេះសម្រាប់ខ្ញុំផ្ទាល់បើពិសោធន៍ខ្ញុំផ្សាំងគឺខ្ញុំផ្សាំងតាំងពីប៉ុណ្្នេះទៅបងប្អូននេះយើងបងប្អូនឃើញជាក់ស្ដែងហើយយើងផ្អើលវិញឡើងនិយាយអានេះក្បាលនេះផ្សាំងថ្ងៃទី2អញ្ចឹងយើងចាំជួបវីដេអូបន្តទៀតនៅថ្ងៃទី3ទី4ទី5ទី6រហូតដល់វីធំលេងកើតអូខេជម្រាបបាយបាយ